ព្រះមហាក្សត្រឲ្យមានរឿងដ៏គួរឲ្យរន្ធត់មួយបានកើតឡើងហើយក៏ស្ថានសេះរបស់យើងធ្លាប់ជាខ្វាន់ពូត្រូវបានវាយកំទេចចោលអ្វីមន្ត្រីប៉ូលីសឲ្យអ្នកគួរតែដោះលែងគាត់ឥឡូវនេះខ្ញុំនៅតែអាចខ្លាចចង់និយាយសួស្ដីអ្នកនៅចំពោះមុខខ្ញុំបើមិនដូច្នោះទេខ្ញុំនឹងអនុញ្ញាតឲ្យដែរអ្នកបានស្លាប់ខ្លាតូចអ្នកធ្វើឲ្យវាក្តៅខ្លាំងធីយ៉ាតាបរោះដ៏អស្ចារ្យម្នាក់នេះអាចលោកម្ចាស់យ៉ាវស៊ីងតុងចៃរបស់យើងនិងភាគខាងជើងរបស់អ្នកមិនដែលបានធ្វើកិច្ចបើគ្មានហេតុផលហេតុអ្វីអ្នកខ្វល់តើអ្នកនៅទីនេះដើម្បីបង្កប់បញ្ហាដល់យើងមែនទេអ្នកច្រៀងបានល្អណាស់ហេតុអ្វីមិនស្នាក់នៅហើយក្លាយជាចោលមីងទី2ខ្ញុំសន្យាថាខ្ញុំនឹងអ្នកមានអារម្មណ៍ល្អណាស់ខ្ញុំធ្លាប់បានលើកពីសុនអេមៀងជាយូរមកហើយជួបអ្នកថ្ងៃនេះខ្ញុំអាចបញ្ជាក់បានថាគេឈ្មោះរបស់អ្នកចង់ដឹងមិនត្រូវមែនប្រសិនបើលោកយ៉ាវចង់ដឹងចង់ឃើញហេតុអ្វីមិនធ្វើវាដោយខ្លួនឯងនៅយប់នេះសូមអញ្ជើញមកទទួលយកបទពិសោធន៍វា